ទីបំផុតទំនាស់រវាងក្រុមហ៊ុនបូរីលេងនវត្រានិងមន្ត្រីយោធាវត្តកំសាន្តបានដោះស្រាយបញ្ចប់ហើយក្រោយជួបព្យុះភ្លៀងពេលនេះទំនាស់រវាងនីតិហ៊ានឈ្មោះវត្តកំសាន្តនិងក្រុមហ៊ុនបូរីលេងនវត្រាបានដោះស្រាយគ្នាបញ្ចប់ហើយដោយមានការចូលរួមសម្របសម្រួលពីក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងដែលមានការចូលរួមសម្របសម្រួលដោយលោកឧត្តមសេនីយ៍តូសែមរតនៈអគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនារសៀលថ្ងៃទី14ខែមករាឆ្នាំ2026នេះបើតាមលោកឧត្តមសេនីយ៍តូសែមរតនៈអគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបង្ហោះលើបណ្ដាញសង្គមថានយោបាយឈ្នះឈ្នះលោកបានបញ្ចប់វិវាទរវាងលោកវត្តកំសាន្តនិងក្រុមហ៊ុនបូរីអ្នកអង្គញាលេងនវត្រាប្រកបដោយជោគជ័យនៅរសៀលថ្ងៃទី14ខែមករានេះលោកថាអ្វីត្រូវដោះស្រាយបញ្ចប់ដោយស្នាមញញឹមចំណែកអ្នកអង្គញាលេងនវត្រាក៏បានបង្ហោះដែរថាក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គញាលេងនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបូរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំសូមជម្រាបថាក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងក្នុងនិងក្រៅប្រទេសបានចាប់អារម្មណ៍ខ្លាំងលើករណីនីតិហ៊ានម្នាក់បានដង្ហោយរកយុត្តិធម៌ឲ្យក្រសួងដែនដីជួយដោះស្រាយរឿងទិញផ្ទះពីបរិយលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A តែមិនទាន់ទទួលបានផ្ទះហើយបែរជាត្រូវមន្ត្រីខាងដោះស្រាយវិវាទនោះកាត់សម្ដីមិនឲ្យនិយាយបន្តនិងស្រែកសម្លុតតាមមេក្រូឲ្យនីតិហ៊ានរូបនោះអង្គុយចុះថែមទៀត